ភិបាលខេត្តព្រៃវែងណែនាំពលរដ្ឋរាយការណ៍ករណីបងខ្សាច់ខុសលក្ខណៈបច្ចេកទេសនិងបង្កើតក្រុមការងារតាមដានលោកសួនសមាលិនអភិបាលខេត្តព្រៃវែងបានអំពាវនាវនិងណែនាំប្រជាពលរដ្ឋឲ្យចូលរួមសហការរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរឬមន្ត្រីជំនាញប្រសិនបើរកឃើញសាឡង់របស់ក្រុមហ៊ុនបងខ្សាច់ណាដែលធ្វើអាជីវកម្មខុសលក្ខណៈបច្ចេកទេសលោកអភិបាលខេត្តបានបញ្ជាក់ថាប្រជាពលរដ្ឋអាចទូរស័ព្ទរាយការណ៍ដោយផ្ទាល់មកលោកក៏បានដើម្បីទទួលបានកិច្ចអន្តរាគមន៍បានទាន់ពេលវេលានិងមានប្រសិទ្ធភាពការថ្លែងណែនាំនេះធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្តបានដឹកនាំអាជ្ញាធរនិងមន្ត្រីជំនាញជាច្រើនរូបចុះជួបពិភាក្សាស្វែងយល់ពីទុក្ខកង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិថ្មីឃុំពាមមានជ័យស្រុកពាមរកខេត្តព្រៃវែងក្នុងឱកាសនោះប្រជាពលរដ្ឋភូមិថ្មីបានសម្ដែងនៅកង្វល់និងបានសំណូមពរមិនឲ្យក្រុមហ៊ុនបូមខ្សាច់នៅក្នុងភូមិសាស្ត្រក្បែរភូមិថ្មីនោះឡើយដោយបារម្ភពីផលប៉ះពាល់ដល់បរិស្ថាននិងការបាក់ច្រាំងទន្លេបន្ទាប់ពីបានស្ដាប់នៅការពន្យល់លម្អិតពីមន្ត្រីជំនាញនិងលោកអភិបាលខេត្តរួចមកប្រជាពលរដ្ឋបានបង្ហាញការយោគយល់និងបានឯកភាពចូលរួមសហការជាមួយអាជ្ញាធរនិងមន្ត្រីជំនាញដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយក្នុងការពិនិត្យតាមដានសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនក្រុមការងារនេះនឹងធានាថាការបូមខ្សាច់របស់ក្រុមហ៊ុនប្រព្រឹត្តទៅស្របតាមទីតាំងដែលបានអនុញ្ញាតដោយក្រសួងរ៉ែនិងធម្មពលដោយមិនអនុញ្ញាតឲ្យមានការបូមខ្សាច់នៅក្រៅព្រំដែនអាជ្ញាប័ណ្ណឡើយសំណូមពរដ៏សមហេតុផលនេះត្រូវបានលោកអភិបាលខេត្តព្រៃវែងទទួលយកនិងបានសន្យាណែនាំក្រុមហ៊ុនឲ្យធ្វើការបោះពុម្ពកំណត់ទីតាំងបូមខ្សាច់ឲ្យបានច្បាស់លាស់តាមការអនុញ្ញាតរបស់ក្រសួងរ៉ែដោយមិនអនុញ្ញាតឲ្យមានការរំកិលទីតាំងដោយគ្មានការអនុញ្ញាតនោះទេជាមួយគ្នានេះលោកអភិបាលខេត្តក៏បានសន្យាបង្កើតប៉ុស្តិ៍យាមមួយនៅក្បែរសាលារៀនដែលមានអាជ្ញាធរនិងមន្ត្រីជំនាញប្រចាំការដើម្បីតាមដាននិងត្រួតពិនិត្យសកម្មភាពធ្វើអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុនជាប្រចាំលើសពីនេះប្រជាពលរដ្ឋចំនួន2រូបក៏នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមជាសមាជិកក្នុងប៉ុស្តិ៍យាមនេះផងដែរដើម្បីធានានូវតម្លាភាពនិងការចូលរួមពីសហគមន៍ក្រោយបញ្ចប់កិច្ចពិភាក្សាជាមួយប្រជាពលរដ្ឋលោកអភិបាលខេត្តនិងមន្ត្រីជំនាញបានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់នៅទីតាំងច្រាំងទន្លេដែលមានដីបាក់ស្រុតដើម្បីវិយតម្លៃស្ថានភាពជាក់ស្ដែងសកម្មភាពចូលពិនិត្យផ្ទាល់នេះបានទទួលការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋអ្នកភូមិថ្មីដែលពួកគាត់បានលើកឡើងថាការចុះមកមើលផ្ទាល់របស់លោកអភិបាលខេត្តបែបនេះធ្វើឲ្យពួកគាត់មានសេចក្តីសប្បាយរីករាយនិងមានជំនឿចិត្តថាបញ្ហាដែលពួកគាត់កំពុងជួបប្រទះនឹងត្រូវបានដោះស្រាយប្រកបដោយយុត្តិធម៌និងប្រសិទ្ធភាពសរុបមកការយកចិត្តទុកដាក់របស់លោកអភិបាលខេត្តព្រៃវែងក្នុងការដោះស្រាយបញ្ហាកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងសកម្មភាពបូមខ្សាច់គឺជាការឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការការពារផលប្រយោជន៍សាធារណៈនិងធានានូវការអភិវឌ្ឍប្រកបដោយចីរភាពការបង្កើតយន្តការតាមដាននិងការចូលរួមពីប្រជាពលរដ្ឋនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការធ្វើអាជីវកម្មខុសច្បាប់និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាននិងសហគមន៍